Trường cầu mai chọc chia. Này trên thời cá của bạn khơi pol miền sầm đại quạt phò thà miền rồng túc chia tầm ngôn là ngày khơi bờ pôn bè cát mà năng bong pro sầm lọp ở đằng khônเลยในวิดีโออ่ะlà ngày start on เนี่ยเธอเนี่ย ជាពលរដ្ឋជាច្រើនបានផ្ញើសារគោរពជូនពរសម្ដេចគតិប្រិទ្ធបណ្ឌិតនិងបានផ្ញើសារផ្ដល់ជាកម្លាំងចិត្តជូនដល់សម្ដេចតេជោក្រោយសម្ដេចតេជោបានបង្ហោះសារថាពេលនេះសម្ដេចកំពុងជួបទុក្ខធ្ងន់មកខាងភរិយាត្រូវវះកាត់និងមកខាងបងប្រុសសន្លប់មិនដឹងខ្លួន24ម៉ោងមកហើយនៅព្រឹកថ្ងៃទី25ខែមីនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយបានបញ្ជាក់ថាពេលនេះសម្ដេចកំពុងមានទុក្ខធ្ងន់ដោយមកខាងភរិយាហ្នឹងហើយបងប្អូនបានលឺពលមិនមិញនៅហើយបងប្អូនបានផ្ញើសារជូនពរគាត់អត់ប៉ុន្តែខ្ញុំបានផ្ញើសារជូនពរគាត់ណាហ្នឹងហើយប៉ុន្តែមានបងស្រីណាគាត់ជូនពរលើនេះខ្ញុំមិនដឹងវាពីណាខ្ញុំមិនដឹងទេណាអើយតែពីអ្នកសោះសម្ដេចថាមានរងទុកជាទម្ងន់ចុះសម្ដេចមានតែគិតថាសម្ដេចនិងកូនចៅសម្ដេចពីមុនមកធ្វើបាបប្រជាពលរដ្ឋនៅតាមខេត្តនីមួយៗរឿងដីធ្លីនេះរឿងនៅព្រះវិហារនេះស្ដែងនេះដេញចាប់គ្រួសារគាត់យកដាក់គុកប្រពន្ធកូនរត់ចូលព្រៃដើម្បីកិច្ចទោះសម្ដេចរងទុកជាទម្ងន់ប៉ុន្តែសម្ដេចនៅមានផ្ទះថ្មនៅហូបឆ្ងាញ់ហូបដេកសិនជាមានឡានជិះចុះពួកគាត់នៅពេលគាត់នៅពេលកូនចៅសម្ដេចដេញចាប់រឿងការពារដីធ្លីនេះតើគាត់មានផ្ទះនៅអត់មានហូបគ្រាន់ហូបអត់មានឡានជិះអត់ទាំងក្មេងៗនឹងប្រមាណ100នាក់ហើយនៅភ្នំ1500ទៀតបឹងកក់ខេត្តកណ្ដាលខេត្តអភិវឌ្ឍតែมันបានផ្ដល់សំណងឲ្យគ្រប់គ្រាន់នេះហើយតើគាត់មានរងទុកជាទម្ងន់អត់ខ្ញុំសួរចេះហ្នឹងហើយបងប្អូនបានឃើញវីដេអូកន្លងមកណាតើវីដេអូដែលខ្ញុំនិយាយឬដែលខ្ញុំនិយាយនេះវាដូចនឹងដែលគេផុសអត់ហ្នឹងហើយយើងអាចនិយាយថានេះជាកម្មផលផ្ដល់ឲ្យម្ដងម៉ែត្រហើយទៅដល់គ្រប់ម៉ែត្រនេះគឺរៀបរយហ្នឹងជាកម្មផលមួយអើយយល់អារម្មណ៍មួយហ្នឹងណានៅពេលដែលជួបទុក្ខលំបាកគ្រួសារខ្លួនឯងបានដឹងថាវាយ៉ាងម៉េចចឹងថានៅពេលសម្ដេចកូនចៅសម្ដេចទៅធ្វើដាក់ពួកគាត់តើពួកគាត់មានរងទុក្ខជាទម្ងន់យ៉ាងម៉េចនៅពេលអត់មានផ្ទះនៅដីនៅក្នុងព្រៃរត់គេចពីការដេញចាប់របស់កូនចៅសម្ដេចដាក់គុកនេះហ្នឹងហើយអាហ្នឹងយើងមើលឃើញអស់គ្នាណាក្នុងសង្គមរាល់ថ្ងៃហ្នឹងហើយយំសែកអត់មានផ្ទះនៅដីធ្លីនៅពិសេសបឹងតមោកដេញចាប់គ្នាទាំងថ្ងៃទាំងយប់ឈូសឆាយផ្ទះដីគ្នានៅអានេះជាកម្មផលមួយច្រើនគឺកម្មផលផ្ដល់ឲ្យម្ដងម៉ានគឺទៅដល់គ្រប់ម៉ាននេះគឺរៀបរយហើយហើយខ្ញុំអត់បានសារជូនពរទេព្រោះខ្ញុំអ្នករិះគន់អញ្ចឹងព្រោះមិនថាខ្ញុំញ៉ាសារទៅថាខ្ញុំចោះចូលទៅឡើយហ្នឹងហើយអរគុណច្រើនហើយបងប្អូនមានទំនេរបងអាចផ្ញើសារជូនពរគាត់ម្នាក់មួយទៅហ្នឹងហើយអរគុណច្រើនមែនតើខ្ញុំនិយាយនេះបានទៅម៉ែងាយទេណាគាត់ណាប្រៀបធៀបសម្ដេចតែ2នាក់ប្រពន្ធនិងបងប្រុសសម្ដេចមានរោគទុកជាជំងឺចុះកូនចៅសម្ដេចនិងសម្ដេចធ្វើដាក់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងប្រទេសកម្ពុជានេះអត់មានផ្ទះនៅដីនៅតំបន់អប្សរាផ្សេងច្រើនណារងទុកជាទម្ងន់ណាប៉ុន្តែសម្ដេចអត់ដែលខ្វល់ទេសម្ដេចខ្វល់តែវាយកូនគោលមុខគាត់ដែរច្រើនណាកូនច្រើនហើយគាត់តែការប្រៀបធៀបទេមិនទៅអីឆ្ងាយវែងឆ្ងាយហ្នឹងហើយតួសម្ដេចរងទុកជាទម្ងន់ប៉ុន្តែសម្ដេចតែមានផ្ទះថ្មនៅសិនជាក់ដេកឡានជិះមហូបឆ្ងាញ់ចុះពួកគាត់អត់មានផ្ទះនៅដីនៅរត់កប៉ាត់ប្រភាយទាំងក្មេងទាំងចាស់ហ្នឹងយកអារម្មណ៍មួយហ្នឹងណាពីអញ្ចឹងហ្នឹងហើយអរគុណច្រើនដែរចោល